សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើក្រូចញ៉ាំង៉ូវបែបទី2អញ្ចឹងបែបទី1រាងទឹកថ្លាហើយបែបទី2នេះគឺរាងទឹកខ្មៅហើយបងប្អូនគាត់មេសេចមកសួរខ្ញុំថាធ្វើក្រូចអត់ហាលអញ្ចឹងអត់ដុសផ្សិតទេអីអត់ដុសផ្សិតទេបងប្អូនឥឡូវនេះមកមើលពីរបៀបទី2គឺខ្ញុំលាងក្រូចយកក្បាលវាចេញខ្ញុំដាំទឹកនេះ2លីត្រដាក់អំបិល1ខាប់បើបងប្អូនអត់មានខ្នាតខាប់អីទេបងប្អូនប្រើកូនចានទៅហើយមិនមែនស្ងោរទេណាស្រុះឲ្យគ្រាន់តែប្រែពណ៌ទេចឹងបងប្អូនមើលទៅវីដេអូមួយណាដែលបងប្អូនចង់ធ្វើទៅគឺអត់មានដែលដុសផ្សិតទេក្រូចខ្ញុំធ្វើទុកកាន់តែយូរគឺកាន់តែឆ្ងាញ់អញ្ចឹងនៅពេលដែលក្រូចខ្ញុំប្រែពណ៌ហើយខ្ញុំស្រង់ចេញបើយើងនៅស្រុកខ្មែរបងប្អូនដាក់ហាលថ្ងៃហ្មងហាលថ្ងៃទោះតែក្រូចនឹងកពិតខ្ញុំហាលថ្ងៃណាបងប្អូនប្រើម៉ាស៊ីនផ្លែតម៉ាស៊ីននេះបងប្អូនបើកឲ្យអស់លេខហើយខ្ញុំហាលដំបូង5ម៉ោងបន្ទាប់ពី5ម៉ោងហើយវាអត់ទាន់ឈ្ងុយគឺហាលឲ្យឈ្ងុយបើឲ្យស្វិតដូចនៅស្រុកខ្មែរនឹងប្រហែលម៉ោងស្វិតទេបងប្អូនអើយគាត់មកថាមកឈ្ងុយចឹងសរុបទៅហាល10ម៉ោងខ្ញុំយកអាណាធ្លុះចេញគឺអត់ដាក់ចូលទេខ្លាចវាខូចក្រូចអញ្ចឹងកែវនេះបានត្រាំទឹកក្តៅឲ្យហើយអស់ហើយដាក់ក្រូចចូលសូមបញ្ជាក់ណាអាណាបែកខ្ញុំអត់យកទេអញ្ចឹងខ្ញុំធ្វើលើកនេះគឺខ្ញុំប្រើទឹកត្រីវីដេអូពីរនេះខុសគ្នាណាបងប្អូនទឹកត្រីនេះទិញពីផ្សារហ្វីលីពីនមកដបហ្នឹង3ផោនជិត4ផោនមកគិតទៅ7-8ដុល្លារបងប្អូនចាំមកខ្ញុំថាធ្វើរបៀបទី2នេះបើអ្នកនៅស្រុកគេរៀងថ្លៃទេដោយសារទឹកត្រីវាថ្លៃធ្វើដាក់កែវចឹងហើយយកទៅដាក់ក្រៅផ្ទះអញ្ចឹងអាក្រូចងាំង៉ូវនេះបងប្អូនអាវីដេអូនេះវីដេអូទី2ហ្នឹងគឺធ្វើទឹកត្រីហ្នឹងគឺចាប់បានហូបត្រឹមតែ5ទៅ6អាទិត្យហូបបានហើយតែអាវីដេអូមុនរៀងយូរបន្តិច3-4ខែมันឆ្ងាញ់ហើយពេលខ្ញុំធ្វើហើយខ្ញុំដាក់ចោលក្រៅផ្ទះបងប្អូនមិនថាខែក្តៅមិនថាខែភ្លៀងមិនថាខែល្ងាគឺនៅក្រៅផ្ទះខ្ញុំអត់មានដាក់ក្នុងផ្ទះទេដាក់នៅក្រៅផ្ទះបងប្អូនពួកហ្នឹងវាត្រូវការកម្ដៅអញ្ចឹងគុំដាក់ក្នុងផ្ទះអញ្ចឹងអានេះខ្ញុំធ្វើទឹកត្រីមកគិតទៅប្រហែលជា4ឆ្នាំហើយក្រូចនេះមិន3ឆ្នាំទេព្រោះអ្នកធ្វើហ្នឹងបានតែធ្វើទេអត់ដែលហូបទេនិយាយរួមទៅធ្វើទុកចោលអញ្ចឹងទៅហើយអានេះវីដេអូទី1នោះដែលខ្ញុំដាំទឹកអំបិលទឹកស្ករនោះយកមកចាក់នោះឃើញទឹកវាថ្លាបងប្អូនអត់ចេះដុសផ្សិតទេក្រូចខ្ញុំធ្វើដែរដុសផ្សិតទេបងប្អូនហើយធ្វើឲ្យទុកកាន់តែយូរកាន់តែឈ្ងុយហ្មងគាត់ថារបៀបធ្វើដាំទឹកចាក់ចូលហ្នឹងគឺវារៀងយូរមិនងាយបានហូបប៉ុន្តែបងប្អូនទៅញ៉ាំហូបទៅណាធ្វើទុកចោលអញ្ចឹងទៅធ្វើទឹកត្រីអីទឹកត្រីថ្លៃស្អីយើងអត់ប្រើផ្ទះលេខ2ហើយខ្ញុំទិញពីផ្សារហ្វីលីពីនមកថ្លៃចឹងគាត់ថាខ្ញុំធ្វើឲ្យបងប្អូនមើលទេអញ្ចឹងក្នុងវីដេអូនេះបងប្អូនជ្រើសរើសមួយណាបងប្អូនចង់ធ្វើទៅហើយបើមានការខុសឆ្គងទាំងកន្លែងណាមួយសូមអធិស្ឋានជូនពរបងប្អូនទាំងអស់គ្នាសុខភាពល្អជំរាបលាពីម៉ែសវណ្ណនៅប្រទេសអង់គ្លេស